Ok, so đây tụi ngọc này chẳng đi cái chiều video đã tạo tông chỉ mùi nâng bờ rọ mà nè đại cái chặt tục thà chỉ bờ rọ công phu applyในเลยโลกấyก็ปันแต่ก็กอดมีนมนุษย์จิตราได้โจจัดหนึ่งสลายกอดให้กอดก็ชีมนุษย์ได้มีนจำนวนจราของได้chẳng dương mà đăng cao bật mà dầm luôn vì bờ rọ mà nè nâng đại bờ rọ mà nè nâng cứ miền chmua thà Vislin đi số đại chỉ chmua rồi bỏ YouTube rồi bỏ quát hai chmua bật rồi bỏ quát cứ miền chmua thà Cody Danviller chẳng tí mối cứ chỉ cả bật ông vì Vislin đi số nâng cứ quát haiខ្លួនឯង thà Chaos Engineer បណ្ណៃថាស្ថាបត្យករដែលធ្វើឲ្យចលាចលឬក៏ CEO of the construction មានន័យថាជាមេឬក៏នាយកនៃអ្នកបំផ្លាញទី2គឺអតីតភរិយារបស់គាត់បានបង្ហាញនៅក្នុងវីដេអូ YouTube របស់គាត់មួយចំនួនដែរទី3 Cody និងអតីតប្តីប្រពន្ធរបស់គាត់ត្រូវបានគេរាយការណ៍ថាបានរៀបការនៅពេលដែលពួកគេមានអាយុ18ឆ្នាំប៉ុណ្ណោះទី4គឺគាត់កំពុងណាត់ជួប Katie Miller ហើយនឹងទី5គឺ Cody បានបាញ់សម្លាប់ខ្លួនឯងដោយចៃដន្យក្នុងខែមករាឆ្នាំ2021ក៏ប៉ុន្តែគាត់បានរួចពីអបិទវហេតុនេះចង់មានន័យថាគាត់សំណាងមែនទែនហើយគាត់បន្តនៅភាពល្បីល្បាញរបស់គាត់រហូតដល់ឥឡូវ Cody Danviller គឺជា YouTuber ជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់ដែលជាអ្នកចូលចិត្តឡានដឹកទំនិញគាត់បង្កើតនៅខ្លឹមសារអំពីឧបករណ៍កសិកម្មនិងយានជំនិះដូចជាឡានដឹកទំនិញមានដូចជាគ្រឿងឈូសឆាយនិងរថយន្តបិទផ្លូវជាដើមចឹងថាតើ Vislin Diesel មានអាយុប៉ុន្មានអាយុរបស់គាត់គឺ26ឆ្នាំហើយគិតត្រឹមខែមករាឆ្នាំ2025នេះគឺគាត់កើតនៅថ្ងៃទី18ខែកក្កដាឆ្នាំ1998នៅឯរដ្ឋ Indiana នៅក្នុងសហរដ្ឋអាមេរិកថាតើ Vislin Diesel បានមកពីណាបានន័យថាគាត់ចាប់កំណើតមកពីណា Cody Danviller ហ្នឹងដែលគាត់មានកំណើតនៅសហរដ្ឋអាមេរិកនៅ Indiana តារា YouTube រូបនេះបានធំធាត់នៅក្នុងគ្រួសារមួយដែលមានប្រវត្តិសាងសង់និងធ្វើកសិកម្មបានន័យថាគ្រួសាររបស់គាត់គឺជាគ្រួសារដែលតាក់ទងជាមួយនឹងសំណង់អីផ្សេងៗហើយនឹងកសិកម្មគ្រួសាររបស់គាត់គឺជាម្ចាស់អាជីវកម្មរថយន្តផងដែរតាក់ទងជាមួយនឹងគេហទំព័រ Sportkeeda ដែលជាគេហទំព័ររបស់ Vislin Diesel ហ្នឹងគឺត្រូវបានប៉ាន់ប្រមាណថាជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ហើយមានចំនួន $4.8 លានឡានដឹកទំនិញនិងរថយន្តរបស់ Vislin Diesel គឺជារថយន្តដំបូងរបស់ Cody ហើយគឺជារថយន្ត Jetta ដែលតែងតែបង្ហាញរថយន្ត Monster Max រថយន្តបិសាច Chevy នៅក្នុងវីដេអូរបស់គាត់បានជួសជុលវាទៅជា Monster Max 2បន្ទាប់ពីវាត្រូវបានខូចខាតនៅក្នុងឧបទ្ទវហេតុហើយបានទិញឡានដឹកភក់នៅពីក្រោយផងដែរ Cody ក៏បានទិញនៅ Lamborghini ថ្មីមួយនៅក្នុងខែវិច្ឆិកាឆ្នាំ2022ហើយជាម្ចាស់ Lamborghini Huracan និង Audi R8 ផងដែរតើមានរឿងអ្វីកើតឡើងទៅចំពោះ Ferrari F8 របស់គាត់រថយន្ត Ferrari F8 ហ្នឹងដែលមានតម្លៃ$40,000និងជារថយន្តជួលមួយគ្រឿងត្រូវបានឆេះនៅក្នុងឧបទ្ទវហេតុមួយដែរគណៈដែល Cody និងក្រុមរបស់គាត់កំពុងថតវីដេអូសម្រាប់ YouTube របស់គាត់ពួកគេមិនដែលមានចេតនាដុតបំផ្លាញរថនឹងទេតាមបណ្ដឹងរបស់ Ferrari Vislin Diesel គណៈនេះគឺកំពុងតែពន្យល់ពីលក្ខណៈពិសេសអីផ្សេងៗដែល Ferrari F8 Turbo របស់គាត់Tri Turbo បានន័យថា Turbo ដូចជា Triple Turbo មិន Tri Turbo ទេ Triple Turbo របស់គាត់គឺគាត់បាននិយាយអំពីប្រវត្តិអ្នកផលិតនៅក្នុងការប្តឹងពីអតិថិជននៅពេលដែលគេសួរនឹងសម្ភាររបស់គាត់ហើយកែប្រែយន្តរបស់គេនិងមិនព្យាយាមព្យាបាលឬក៏កែតម្រូវឬក៏បានន័យថាជួសជុលពួកវាឲ្យបានល្អនោះទេទោះបីដឹងថាគាត់ប្រឈមនឹងហានិភ័យនៃការប្តឹងក៏ដោយគាត់នៅតែចាត់ទុក F8 Triple Turbo របស់គាត់ជាឡានជួលគណៈក្នុងកំពុងសិក្សាវិស្វកម្មនៅក្នុងរដូវក្តៅនៅក្នុងឆ្នាំ2023ផ្ទះរបស់ Vislin Diesel គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យមួយដែលត្រូវបានគេសាងសង់ឡើងនៅលើកសិដ្ឋានដ៏ធំមួយនៅតំបន់ជនបទនៃរដ្ឋ Indiana សហរដ្ឋអាមេរិកជាកន្លែងដែលគាត់កើតនិងធំធាត់គាត់ថតវីដេអូរបស់គាត់ភាគច្រើននៅ Plymouth ហើយមនុស្សបានប្រទះឃើញ Plymouth Walmart នៅក្នុង
bạn này thà phum bỏ bục kia đây phong đài có đi từ tu ban to sắm mặtอย่างច្រើនទៅថពីការរកប្រាក់ពី YouTube និងខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់មួយចំនួនទៀតគាត់ចែករំលែកខ្លឹមសារចម្រុះរបស់គាត់រួមទាំងការបំផ្លាញផ្សេងៗនៅយានជំនិះថ្លៃៗនិងការប៉ុនប៉ងបង្កគ្រោះថ្នាក់មួយចំនួនដល់អ្នកបើកនឹងយន្តរបស់គាត់ចឹងហើយបានជាខ្លឹមសាររបស់គាត់នឹងឬក៏វីដេអូរបស់គាត់នឹងគឺមានការចាប់អារម្មណ៍និងទស្សនាច្រើនមែនតើតើ Whistling the Sun ហ្នឹងគាត់មានទ្រព្យសម្បត្តិច្រើនដោយរបៀបណាទ្រព្យសម្បត្តិជាច្រើនរបស់ Cody ហ្នឹងប្រហែលជា 4.8 លានដុល្លារបានមកពី YouTube បានមកពី Instagram និង Facebook របស់គាត់ប៉ុស YouTube ឬក៏ channel YouTube របស់ Whistling the Sun ហ្នឹងគឺឈ្មោះ @Whistling the Sun ដែលមានអ្នកsubscribe ហ្នឹង 7.15 លាននាក់ 7.15 លាននាក់ហើយអ្នកដែលចូលចិត្តអ្នកដែលមើលវីដេអូច្រើនជាងគេហ្នឹងគឺ881 លានដងនៅគិតតាមឆ្នាំ2025ហ្នឹងហើយគាត់ក៏មានអ្នកតាមដានដែល subscribe ឬក៏ follow គាត់ហ្នឹង 3.9 លានអ្នកផងដែរនៅលើ Instagram ហើយមានចំនួន 4.3 លានអ្នកទៀតនៅក្នុង Facebook របស់គាត់អញ្ចឹងនេះគឺជារឿងរ៉ាវឬក៏ព័ត៌មានតាក់ទងជាមួយនឹងបរិះកម្ពុជាបំផ្លាញមួយហ្នឹងដែលគាត់បំផ្លាញហើយគាត់ដឹងពីចំណងចំណុះចិត្តអ្នកមើលមែនតើដែលសូម្បីតែខ្ញុំផ្ទាល់ក៏ទៅមើលវីដេអូគាត់ដែរអញ្ចឹងវីដេអូរបស់គាត់គឺវាគាត់ធ្វើលយមែនតើគឺគាត់មានកាត់តអីច្រើនមែនតើហើយគាត់មាន team របស់គាត់មានបើន័យថាផាតរបស់គាត់ដែលយើងមើលទៅគឺប្រតិកលាគ្នាមែនតើហើយទាំងអស់គ្នាអាចចូលទៅមើលក្នុង channel របស់គាត់បានហើយទាំងអស់គ្នាប្រកាសជាចូលចិត្តដូចខ្ញុំដែរអូខេអញ្ចឹងនេះគឺជាវីដេអូខ្លះទេព័ត៌មានខ្លះអំពីគាត់ទេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណទាំងអស់គ្នាជំរាបលា